ស្រឡាញ់ម៉ាកណាប្រែណាគឺយើងទិញប្រែហ្នឹងទៅហើយរកប្រែណាដែលជួយសំចៃសែវយើងបានច្រើនបាទអូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបារាំងហើយខ្ញុំជាម្ចាស់ហាងបាប់អ៊ុតនៅហាងយ៉ាសាលូ594ហើយថ្ងៃនេះថតវីដេអូចង់បង្ហាញបន្តិចមិនដឹងជាបងអូនស្រីឬក៏បងអូនប្រុសហើយដែលខមមិននៅក្នុង channel YouTube របស់ខ្ញុំណាគាត់សួរថាតើចង់បើកអ៊ុតតើយើងគួរតែប្រើប្រាស់នៅម៉ាស៊ីនប្រភេទណាម៉ាកអីចឹងណាបានល្អនៅក្នុងចំណុចនេះសម្រាប់ខ្ញុំគិតថាម៉ាស៊ីនអ្វីក៏ល្អដែរកុំឲ្យតែខូចបាននិយាយលេងណាបើសិនបើយើងចង់ប្រើប្រាស់ម៉ាស៊ីនដែលល្អនៅក្នុងស្រុកខ្មែរយើងមានម៉ាកល្បី 3-4 ដែរដូចជា LG Panasonic Samsung បាទដែលសឹងតែជាម៉ាស៊ីនដែលល្បីនៅក្នុងស្រុកខ្មែររបស់យើងហើយម៉ាស៊ីនទាំងអស់នេះគឺជាប្រភេទម៉ាស៊ីនល្អប្រើនៅក្នុងការប្រើប្រាស់ទៅលើម៉ាស៊ីនខ្ញុំគិតថាម៉ាស៊ីនដែលយើងប្រើគ្រប់ម៉ូដែលទាំងអស់គឺសិតសឹងតែជាម៉ាស៊ីនដែលល្អវាខុសតោះត្រង់ថាតើយើងស្រឡាញ់ប្រភេទ brand មួយណាទេហើយសម័យបច្ចុប្បន្ននេះការប្រើប្រាស់ទៅលើម៉ាស៊ីនគឺបើយើងនិយាយឲ្យចំទៅគឺវាមានលក្ខណៈច្រើនបែបច្រើនយ៉ាងណាការប្រើប្រាស់ទៅលើម៉ាស៊ីនគឺវាមានលក្ខណៈច្រើនបែបច្រើនយ៉ាងដូចជាទំហំនៃគីឡូយើងតម្រូវការរបស់យើងតែយើងត្រូវការគីឡូទំហំប្រមាណគីឡូដែលយើងអាចប្រើនៅក្នុងវិស័យបោកអ៊ុតរបស់យើងនៅក្នុងកន្លែងរបស់យើងនេះបានហើយចំណុចមួយទៀតតើទៅជាមួយម៉ាស៊ីនដែលយើងត្រូវទិញប្រើហ្នឹងគឺវាមាន2ប្រភេទម៉ាស៊ីនដែលយើងត្រូវប្រើណាមាន2ប្រភេទតើទៅជាមួយនឹងម៉ាស៊ីនថ្មីដែលយើងហៅថាម៉ាស៊ីនខ្លាញ់គោដែលយើងទិញពីក្រុមហ៊ុនហើយនឹងម៉ាស៊ីនម៉ាទឹកដែលនាំចូលមកពីប្រទេសផ្សេងទៀតសម្រាប់ខ្ញុំម៉ាស៊ីនដែលខ្ញុំប្រើប្រាស់នៅក្នុងវិស័យបោកអ៊ុតរបស់ខ្ញុំរាល់ថ្ងៃនេះខ្ញុំប្រើ3ម៉ាកខ្ញុំប្រើ3ម៉ាកណាដែលល្បីទី1ខ្ញុំប្រើម៉ាក LG ទី2ខ្ញុំប្រើម៉ាក Samsung ទី3ខ្ញុំប្រើ Pana ខ្ញុំប្រើ Pana ហើយខ្ញុំអត់ប្រើម៉ាស៊ីនច្រើនទេខ្ញុំប្រើតែ4ទៅ5ម៉ាស៊ីនទេនៅក្នុងហាងរបស់ខ្ញុំណាប៉ុន្តែតាំងតែពីខ្ញុំចាប់ផ្ដើមបើកហាងបោកអ៊ុតនេះខ្ញុំអត់ដែលទិញម៉ាស៊ីនមកទឹកយកមកប្រើទេគឺខ្ញុំទិញម៉ាស៊ីនថ្មីយកមកប្រើហើយការប្រើរបស់ខ្ញុំនេះរយៈពេលដែលខ្ញុំប្រើនេះគឺប្រើរយៈពេលជាង4ឆ្នាំអីបាទ4ឆ្នាំជិត5ឆ្នាំអីវាអត់ដែលមានបញ្ហាអីទេតែតើជាមួយនឹងម៉ូទ័រនិងកំហូចអីផ្សេងក៏អត់មានដែរកំហូចអីផ្សេងក៏អត់មានដែរខ្ញុំពីមុនខ្ញុំអស់តែលុយថ្លៃទិញទឹកថ្នាំយកមកលាងម៉ាស៊ីនហើយនឹងសេវាជាងមកលាងម៉ាស៊ីននេះប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញុំចេះលាងម៉ាស៊ីនដោយខ្លួនឯងអញ្ចឹងខ្ញុំអត់បារម្ភរឿងអស់សេវាក្នុងការលាងម៉ាស៊ីនទេពីព្រោះអីការលាងម៉ាស៊ីនទាំងអស់នេះទ្វាជំហាននេះគឺសេវាថ្លៃអញ្ចឹងទាមទារឲ្យយើងនឹងចេះលាងចេះធ្វើខ្លួនឯងខ្លះបានយើងអត់អស់កម្រៃច្រើនហើយចំណុចមួយទៀតតើទៅជាមួយនឹងម៉ាស៊ីនម៉ាទឹកខ្ញុំមិនមែននិយាយថាម៉ាស៊ីនម៉ាទឹកអត់ល្អទេណាម៉ាស៊ីនម៉ាទឹកល្អដូចគ្នាប៉ុន្តែបើសិនបើយើងចង់ទិញម៉ាស៊ីនម៉ាទឹកប្រើលុះត្រាតែយើងនឹងចេះមើលម៉ាស៊ីនបានន័យថាយើងចេះមើលម៉ាស៊ីននេះគឺតើទៅជាមួយនឹងសំណុំម៉ាស៊ីនណាសំណុំម៉ាស៊ីនរបស់ម៉ាស៊ីនណាពីព្រោះម៉ាស៊ីនវាមាន grade A ដែរវាមាន grade A grade B grade C ចឹងទៅហើយបើយើងចង់ទិញម៉ាស៊ីនមកទឹកប្រើគឺមានមិនអត់ទេ grade A គឺទិញយកមកប្រើមកហើយបើយើងទិញបានចំម៉ាស៊ីនដែលសំណុំទៀតល្អដែលគេអត់ទាន់រុះរើទៅ95ទៅ99%យើងទិញយកមកប្រើគឺអត់បញ្ហាទេយើងយកមកប្រើហើយយើងចេះដោះលាងទេតែប៉ុណ្្នឹងឯងវាអត់មានបញ្ហាអីទេក្នុងការប្រើប្រាស់របស់វាណាយើងទិញម៉ាស៊ីនសំណុំស៊ីនអញ្ចឹងតើតើមួយម៉ាស៊ីនដូចបងអូនដែលបានសួរខ្ញុំនៅក្នុង
នៅក្នុង channel YouTube ចឹងគឺអ្វីដែលសំខាន់មិនថាម៉ាស៊ីនមកទឹកឬក៏ម៉ាស៊ីនថ្មីទេគឺវាល្អដូចគ្នាឲ្យតែយើងចេះមើលនឹងទិញវាបានត្រឹមត្រូវទៅគឺយើងប្រើប្រាស់វាអត់ងាយខូចទេអាហ្នឹងតើតើជាមួយនឹងម៉ាស៊ីនដែលយើងចង់ប្រើនៅក្នុងហាងបើកអ៊ុតរបស់យើងណាអញ្ចឹងខ្ញុំគ្រាន់តែជំរាបជូនទៅថាបើសិនបើយើងចង់បើកអ៊ុតតើតើជាមួយម៉ាស៊ីនដែលយើងចង់ទិញប្រើយើងទិញប្រើម៉ាស៊ីនបែបម៉ាស៊ីន brand អីក៏បានដែរគឺវាល្អដូចគ្នាវាអត់ខុសតោះអីទេហើយបច្ចុប្បន្ននេះមានម៉ាស៊ីនទំនើបជាច្រើនដែលចេញមកណាមានម៉ាស៊ីនទំនើបជាច្រើនហើយស៊ីភ្លើងតិចទៀតវាប្រើប្រព័ន្ធ inverter ដើម្បីឲ្យស៊ីភ្លើងតិចនិងជួយសំចៃយើងបានល្អមែនទែននៅក្នុងការប្រើប្រាស់ទៅលើម៉ាស៊ីនទាំងអស់ហ្នឹងអញ្ចឹងយើងទៅទិញម៉ាស៊ីនមិនថាយើងជ្រើសរើសយកម៉ាក LG ម៉ាក Samsung ឬក៏ Toshiba ឬក៏ប្រភេទម៉ាកប៉ាណាទេគឺយើងត្រូវទាមទាររឿងមួយទេគឺយើងរកទិញម៉ាស៊ីនណាដែលមានប្រព័ន្ធស៊ីភ្លើងតិចវាចំណេញនៅក្នុងការបើកអ៊ុតរបស់យើងហើយនឹងប្រើប្រាស់ទៅលើសែលទឹកបាទសែលសំចៃនិយាយចំថានិយាយរួមទៅគឺសំចៃយើងបានច្រើនអាហ្នឹងយើងទិញមកយើងប្រើមកអត់ខុសទេបាទហើយបើយើងមានថវិកាច្រើនទៀតយើងទិញប្រភេទម៉ាស៊ីនថ្មីទៅយកមកប្រើនៅក្នុងហាងបើកអ៊ុតរបស់យើងទៅគឺអត់បញ្ហាទេអាហ្នឹងយើងប្រើចោលអត់ចេះខូចទេណាអាហ្នឹងអញ្ចឹងគេមានការធានារបស់គេតាមត្រូវហើយអ្វីដែលសំខាន់ភូមិគីឡូរបស់ម៉ាស៊ីនណាភូមិគីឡូរបស់ម៉ាស៊ីនអញ្ចឹងយើងទៅទិញទៅតាមតម្រូវការដែលយើងត្រូវការប្រើប្រាស់រាល់ថ្ងៃនៅពេលដែលយើងដាក់គីឡូធំពេកស្រាប់កន្លះឆ្នាំមួយឆ្នាំអីអត់ទាន់មានតម្រូវការប្រើប្រាស់វាម្ដងផងអញ្ចឹងយើងទិញមកវាខាតលុយរបស់យើងអញ្ចឹងដូចខ្ញុំនៅក្នុងហាងរបស់ខ្ញុំដំបូងខ្ញុំប្រើប្រាស់ម៉ាស៊ីន3ទី1ម៉ាស៊ីនសនៅពីក្រោយខ្នងរបស់ខ្ញុំនេះគឺទំហំ7គីឡូនិងម៉ាស៊ីន2នោះគឺទំហំ9គីឡូអញ្ចឹងម៉ាស៊ីន9គីឡូយើងបោកបានឲ្យត្រឹមកម្រាស់ពូកឯស្ដាងហ្នឹងយើងប្រើបានហើយបើសិនបើយើងចង់ទិញម៉ាស៊ីនធំដូចរបស់ខ្ញុំអានេះ25គីឡូនេះវាថ្លៃវាជិត$1000ណោះបើនិយាយទៅ$1000ក៏មួយថ្ងៃទៅទិញហ្នឹងវាគេ discount ថ្ងៃទៅទិញហ្នឹងគេ discount ឲ្យខ្ញុំហ្នឹងបានចុះបាន$50ដែរអញ្ចឹងបើសិនបើយើងអត់មានតម្រូវការទេមិនបាច់ទិញទេប៉ុន្តែបើយើងមានតម្រូវការចាំយើងទិញវាយកមកប្រើអញ្ចឹងជាចុងក្រោយខ្ញុំចង់បញ្ជាក់ជូនថាបើសិនបើយើងចង់ប្រើប្រាស់ទៅលើម៉ាស៊ីនអ្វីដែលល្អហ្នឹងគឺយើងស្រឡាញ់ម៉ាកណា brand ណាគឺយើងទិញ brand ហ្នឹងទៅហើយរក brand ណាដែលមានប្រភេទម៉ាស៊ីនដែលជួយសំចៃសែលយើងបានច្រើនបាទអញ្ចឹងគឺមានតែប៉ុណ្្នេះទេបាទអញ្ចឹងខ្ញុំបាទបារាំងបាទជាម្ចាស់ហាងនៃហាងបើកអ៊ុតយ៉ាសាលូ534អរគុណជំរាបលា